địch sọc sọc cứ thả trong tới mưa kia ròm ta đang tới mưa này nà đời cho đời lớn cứ thằng kỳ ròm nơi chật kỳ ròm nơi nâng phum xong bầm tứ đôi chìm xòm trắng tờ tờ bạn tại một đò mưa kia ròm cứ thả đời mưa tê phiệp này cầm thì bon phum mong bồn ọt nè cái đôi trẻ đỡ đã bon đại chẳng tờ bạnสำหรับที่เพียบវិញគឺថាមងបងប្អូនអរគ្នាមើលទៅថាអូដូចចូលឆ្នាំចឹងបងប្អូនមិនខុសទេបាទមានតាំងពីភ្លើងពណ៌បងប្អូនអើយភ្លឺផ្លេកបាទភ្លឺអាទេសភ្លើងគឺថាស្អាតហើយចម្រោះពណ៌តែម្ដងគឺថាមនុស្សវិញគឺថាណែនដើរអត់ចង់រួចទេជាពិសេសម៉ោង8ម៉ោង9ដូចត្រីចុះចឹងមកព្រុដោយពេលខ្លះដើរលើផ្លូវអត់រួចទេដើរចុះលើវាស្រែដោយសារអីផ្លូវវាតូចបងប្អូនអរគ្នាហើយកម្មវិធីនេះគឺជាកម្មវិធីបនភូមិនៅភូមិវាថ្នល់បងប្អូនទាំងអស់គ្នាសម្រាប់យប់ថ្ងៃទី19ដូចជាយប់នៃរាត្រីបញ្ចប់ផងដែរបាទតែខ្ញុំខកខានដែរគឺថាយប់ថ្ងៃទី1អត់បានទៅទេរាត្រីទី1ឥឡូវរាត្រីទី2ជាយប់បញ្ចប់បាទដល់ចូលដល់លើគឺថាចូលដល់កន្លែងរំតែម្ដងអញ្ចឹងមិនទៅឈោមមើលគេរំទៅអត់ហ៊ានរំទេអត់ចេះរំហើយកម្មវិធីរំនេះគឺថាខ្ញុំមើលទៅគឺថាសប្បាយបងប្អូនមានទាំងកន្លោះកមុំបាទហើយចាស់ក្មេងបាទប្តីគេប្រពន្ធគេអញ្ចឹងទៅមេម៉ាយអញ្ចឹងទៅបងប្អូនហើយសម្រាប់ខ្ញុំគឺថាខ្ញុំមិនសូវជាអ្នកជំនាញថតទេប៉ុន្តែអបសុកចេះថតលេងទៅដើម្បីដូចថាផ្ញើវីដេអូនេះដែលបងប្អូនដែលមិនបាននៅស្រុកនៅភូមិអញ្ចឹងណាមិនបានសប្បាយអញ្ចឹងគេលោគាត់បានទស្សនាអញ្ចឹងទៅថាស្រុកយើងឥឡូវគឺថាសប្បាយណាស់មានទាំងក្មេងទាំងចាស់អញ្ចឹងទៅបាទនៃកម្មវិធីបនផ្សេងគឺថាសប្បាយបងប្អូនហើយបងប្អូនពិតជាឆ្ងល់ថាហេតុអីមិនបើកសលេងបាទគឺថាអត់ហ៊ានបើកទេអត់ជាស្រ័យផងដោយសារតែខ្ញុំបើកសលេងទៅវាអាចនឹងជាប់ខ្ជិលអត់បើកទេសុខចិត្តសម្រាយអញ្ចឹងទៅបងប្អូនបញ្ចូលសលេងឲ្យបងប្អូនស្ដាប់បាទបន្ទាប់ពីចាញ់មើលគេរំគឺថាយើងដើរមើលទេសភាពបន្តទៀតដើរចុះដល់នឹងគឺថាចុកជើងឈប់មកផ្លេតសិនទៅគឺថតឲ្យបងប្អូនមើលទៀតថាទេសភាពនៅនៃកម្មវិធីប៉ុនហ្នឹងគឺថាស្រស់ស្អាតប៉ុណ្ណាគឺថាធំណាស់បងប្អូនអរគ្នាដើរមកចុកជើងដែរបងប្អូនបាទហើយបងប្អូនអត់ជឿគឺថាចូលមើលវីដេអូនេះបានបងប្អូនសម្រាប់កម្មវិធីប៉ុនគឺថាមានរយៈពេល2យប់3ថ្ងៃនេះជាយប់បញ្ចប់ដែរបងប្អូនអរគ្នាខ្ញុំអត់បានមកទេរាត្រីទី1លើមកបានរាត្រីទី2គឺថាដើរលេងបានមួយផ្លេតបាទមិនដើរយូរទេមក8ម៉ោង9គឺថាទៅផ្ទះវិញខ្ញុំឃើញតែរថភ្លើងនេះគឺថាស្អាតបងប្អូនបាទហើយបន្ទាប់មកយើងដើរទៀតបងប្អូនយើងសម្រាប់នៅភូមិនេះគឺថាប្រកបរបររស៊ីអូយអស្ចារ្យតែម្ដងបងប្អូនអរគ្នាមើលនេះមានតាំងការលក់គ្រប់បែបយ៉ាងបងប្អូនលក់គ្រប់ប្រភេទបដ ாய் គឺថាខោអាវទាំងអីទាំងលក់នំនេកនំចំណីអីចឹងថាអូយមានគ្រប់មុតតែម្ដងបងប្អូននេះកន្លែងនេះគឺថាកន្លែងឈរនេះកន្លែងគេលក់នេះមានតាំងពីគុយទាវមានអីចឹងទៅនំបញ្ចុកនំអីចឹងទៅបាទហើយនេះខ្ញុំគឺថាអង្គុយផូលេងមួយអ៊ំមួយពូមួយមីងចឹងទៅបាទបងប្អូនអរគ្នាយើងនិយាយលេងមួយគាត់ចឹងទៅបាទអត់តន់ទៅផ្ទះទីដោយសារតែអត់តន់ចង់ទៅបានតិចទៀតទៅហើយអត់ថាអត់តន់ងុយដេកហើយយើងដើរគឺថាដើរណងដល់ទេបានដើររំដល់ជ្រៀងគេទេបងប្អូនអរគ្នាដោយសារយើងចាស់ទុំហើយចឹងយ៉ាសិតចាស់ទុំទៀតលើវីដេអូមានប៉ុណ្ណឹងបើសិនបងប្អូនស្រឡាញ់ពេញចិត្តកុំភ្លេចតាមដានវីដេអូក្រោយទៀតបាទសូមអរគុណច្រើនបាយបាយ